ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook និងក្នុងបណ្ដាញសង្គម YouTube ផងដែរជួយខ្ញុំបាទខ្ញុំម៉េងហើយថ្ងៃនេះខ្ញុំមានព័ត៌មានបន្ថែមសម្រាប់ឲ្យបងប្អូនក្នុងការយល់ដឹងបន្ថែមពីប្រទេសអូស្ត្រាលីបងប្អូនចង់ដឹងទេតើប្រទេសអូស្ត្រាលីបើស្ថានភាពឬវីសាធ្វើការឲ្យប្រទេសខ្មែរហើយឬនៅចម្លើយគឺមានចែកចាយពីរចម្លើយគឺបានឬក៏អត់បានគឺមានភាពស្មើគ្នាបងប្អូនចំពោះចម្លើយបានប្រសិនជាបងប្អូនមានសញ្ញាបត្រឬក៏ skill ណាមួយដែលទទួលស្គាល់ពីប្រទេសអូស្ត្រាលីហើយអាចស្នើសុំទៅខាងក្រុមហ៊ុននៅក្នុងប្រទេសអូស្ត្រាលីដែលគេអាច sponsor យើងក្នុងការទៅធ្វើការនៅក្នុងប្រទេសអូស្ត្រាលីគឺយើងមានសិទ្ធិ apply ក្នុងការធ្វើការឬក៏សុំសិទ្ធិ visa ដើម្បីទៅធ្វើការនៅប្រទេសអូស្ត្រាលីហើយចម្លើយមួយទៀតគឺអត់បានទេចំពោះបងប្អូនប្រជាជនដែលមិនមានសញ្ញាបត្រហើយចង់មកធ្វើការនៅប្រទេសអូស្ត្រាលីគឺមិនមានទេអាស្រ័យទៅលើបងប្អូនដូចជាបងប្អូនចង់មកធ្វើការខាងកសិកម្មខាងរោងចក្រខាងដំណាំអីផ្សេងដែលតាក់ទងដូចគេហៅថាពលករដូចប្រទេសកូរ៉េប្រទេសជប៉ុនប្រទេសអីហ្នឹងបងប្អូនគឺបងប្អូនមិនអាចស្នើសុំវីសាឬក៏ស្ថានភាពមកធ្វើការបានទេអញ្ចឹងសូមបងប្អូនធ្វើកុំឲ្យយកច្រឡំហើយក្នុងហ្នឹងខ្ញុំមានព័ត៌មានមួយទៀតដែលខ្ញុំទទួលសារច្រើនមែនទែនសម្រាប់បងប្អូនណាដែល message មកខ្ញុំគាត់ថាគាត់ចាញ់បោកគេអស់$5,000 $10,000 ឬក៏ប្រហែល$10,000អញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំមានអារម្មណ៍ថាសោកស្ដាយមែនទែនហើយខ្ញុំចង់ប្រាប់ព័ត៌មានទៅបងប្អូនកុំឲ្យបងប្អូនចាញ់បោកគេគឺការ apply visa ធ្វើការដោយពលករហ្នឹងគឺមិនមានទេនៅក្នុងប្រទេសអូស្ត្រាលីព្រោះអីប្រទេសកម្ពុជាយើងមិនទាន់បានបើកសិទ្ធិពីប្រទេសអូស្ត្រាលីក្នុងការស្នើសុំស្ថានភាព visa សម្រាប់ឲ្យមកធ្វើការនោះទេអញ្ចឹងបងប្អូនហើយចំពោះការបោកហ្នឹងតើមានរបៀបម៉េចចំពោះ agency ឬក៏ក្របខ័ណ្ឌគេផ្សេងបើសិនជាគេមានអាជ្ញាប័ណ្ណអីផ្សេងគឺគេមិនមានការបោកប្រាស់ដូចជាក្រុមហ៊ុនឈួរដូចជាក្រុមហ៊ុនដើរលេងអីហ្នឹងគឺគេមានអាជ្ញាប័ណ្ណគេត្រឹមត្រូវគេមានឯកសារបញ្ជាក់ត្រឹមត្រូវគឺអានោះខ្ញុំសន្មតថាគេអត់បោកបងប្អូនទេបងប្អូនចង់ដឹងទេតើរបៀបបោកគេរបៀបម៉េចរបៀបបោកគេហ្នឹងដូចជាបងប្អូនស្គាល់ខ្ញុំណែនាំទៅបងប្អូនគួរតែមកធ្វើការមកធ្វើការបេះផ្លែឈើឬក៏ធ្វើការដំណាំអីផ្សេងគឺខ្ញុំស្គាល់តកាខ្ញុំអាចតាក់ទងតកាឲ្យបងប្អូនឲ្យបងប្អូនរត់ការមកធ្វើការក្នុងប្រទេសអូស្ត្រាលីបានអញ្ចឹងគឺគេស៊ីតម្លៃថ្លៃពី5,000 10000ឬក៏20000អីអញ្ចឹងទៅបងប្អូនហើយអាហ្នឹងគឺបោក 100% តែម្ដងខ្ញុំសន្មតថាបោក 100% ពួកអីមានប្រជាជនខ្មែរច្រើនមែនទែនដែលចាញ់បោករបៀបអញ្ចឹងបងប្អូនអញ្ចឹងសូមបងប្អូនមេត្តាគឺប្រុងប្រយ័ត្នជានិច្ចនៅក្នុងវីដេអូមួយនេះខ្ញុំប្រាប់ឲ្យអស់មែនតែនទោះបីជាមានបងប្អូនមួយចំនួនគាត់មានការយល់ដឹងខុសក៏ដោយអីក៏ដោយហើយមួយទៀតប្រទេសអូស្ត្រាលីនិងប្រទេសញូហ្សេឡង់ណាគឺច្បាប់វាខុសគ្នាបងប្អូនអត់មានប្រទេសតែមួយណាបងប្អូនទោះវាបងប្រុសឬប្អូនស្រីក៏ដោយក៏វាបែងចែកច្បាប់ខុសគ្នាដែរចំពោះប្រទេសអូស្ត្រាលីវិញគេមានសិទ្ធិដាក់ពាក្យធ្វើការអីបានដូចពលករកូរ៉េដូចពលករជប៉ុនអីចឹងទៅតែប្រទេសអូស្ត្រាលីគឺអត់ទាន់បានទេបើសិនជាបងប្អូនចង់ apply working visa ហ្នឹងលុះត្រាតែបងប្អូនមានសញ្ញាបត្រគឺទទួលស្គាល់ពីប្រទេសអូស្ត្រាលីហើយនឹងទទួលស្គាល់ពីក្រុមហ៊ុនផ្សេងដែលគេអាចធានាយើងទៅធ្វើការនៅទីនោះបានអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំបកស្រាយតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងយល់ថាតើប្រទេសអូស្ត្រាលីជាប្រទេសបែបម៉េចហើយ visa ដែលងាយស្រួលក្នុងការ apply ហ្នឹងតើវាបែបម៉េចអញ្ចឹងកុំភ្លេចតាមដាននៅវីដេអូបន្តទៀតណាបងប្អូនអញ្ចឹងខ្ញុំអរគុណសម្រាប់ក្នុងការតាមដានវីដេអូសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយ